chân nên chấm nói đây này kêu trao ca cho bên trang luôn ấy thà này kêu phơ bàn là o môi chấm nói máu hay chấm nói cái làm o môi chấm nói máu dương bay còn này kêu thật luôn này đỉnh dây thắm mắt trong ơi này kêu men chấm nói à ram tham men à ramยังไม่แจ๊บđể là còn hành trong thùng đi ចាអ្នកគ្រូរាំងភ័យខ្លះៗដែរតែដោយសារតែធ្លាប់បានឡើងបង្ហាញច្រើនដងដែរទៅបាត់សោយចាបើភ័យនៅតែមានភ័យខ្លះចាហើយចុះអ្នកគ្រូគិតថាចំណុចណាដែលអ្នកគ្រូធ្វើបានល្អនៅក្នុងមេរៀនទាំងមូលនេះខ្ញុំគិតថាបានទាំងអស់ចាបានទាំងអស់ចុះបើអ្នកគ្រូថាបានទាំងអស់ហើយប្រហែលជាចំណុចកែលម្អប្រហែលជាមិនមានទេเนาะមានអត់លោកគ្រូអ្នកគ្រូដែលបានធ្វើសង្កេតមែនមែនណាអូបានអ្វីជាសំខាន់ចាអរគុណច្រើនចាអរគុណច្រើនអ្នកគ្រូពេលនៅសាលាអ្នកគ្រូនិយាយទៅកាន់សិស្សអ្នកគ្រូប្រើលឿនលេងបណ្ណាប៉ុណ្ណេះដល់តែក៏អ្នកគ្រូឲ្យជាងនេះខ្ញុំនៅតែនិយាយខ្លាំងចែងលោកគ្រូព្រោះសិស្សច្រើនខ្លាំងលឿនខ្ញុំកំត្រួតប៉ុន្តែអត់ទេលោកគ្រូតាមយើងអត់និយាយលឿនដោយសារតែមនុស្សធំតែនិយាយលឿនបញ្ញាចាមិនសិស្សធម្មតាអាចឲ្យកាត់ចាប់បានហើយអានអត្ថបទខ្ញុំមិនមានអានតែមួយលើកទេនៅសាលាខ្ញុំអាន2 3លើកឲ្យកាត់ស្ដាប់សិនណោះបានខ្ញុំឲ្យកាត់ចូលរួមអានជាមួយខ្ញុំមួយសិស្សគឺទៀមទាសំឡេងគុំលឿនពេកប្រូសិសគេតាមអាការដែលយើងនិយាយបញ្យល់ទៅគេចាប់យើងគ្រប់ចំណុចដែលយើងនិយាយអត់បានទេភាសាអត់មានគឺដូចតែមេរៀនទៅមិនទេគឺថាបាត់ទីធំហើយយើងប្រើតែញ៉ាំណាចាការបញ្យល់ទាំងការឲ្យទៅប្រូសិសនេះដោយសារធំដាក់ចេញដាក់ទៅចេញខ្ញុំបរៀនដោយសារធំដែរខ្ញុំបរៀនរឿងញ៉ាំចាពួកកាត់ក្លឹបចង់ទៅមើលកាត់ដឹងហើយលោកគ្រូហើយពេលខ្លះគឺជាអ្នកគ្រូតាមពាក្យរងចាំទេដូចលោកគ្រូបានរងចាំចាមានបតៈលោកគ្រូរងចាំទេរងចាំអត់មានរងចាំទេរងចាំបើយើងអានរងចាំទេចាតែយើងលើកលើថារងចាំពីតើមកយើងអានខ្ញុំអានឲ្យត្រូវតាមតួអក្សរលោកគ្រូចារងចាំបើចាភាសាតាមតំបន់យើងនិយាយរងចាំទេបើតែតាមតួអក្សរនេះពួកវាត្រៃអីទីគុំដល់ទីទីទីអូខាងទៅមកគឺគូរួយណាខ្ញុំទៅគុំត្រៃអស់ហើយលោកគ្រូអ្នកគ្រូមានលោកគ្រូអ្នកគ្រូណាចូលរួមបន្ថែមពីលើលោកនាយកទេចាបើអស់ហើយសូមតែដៃមួយសូមតែដៃពីរចាជាដំបូងក៏សូមអរគុណអ្នកគ្រូណាចាអរគុណជាខ្លាំងដែលបានឡើងបង្រៀនយ៉ាងបោះក្បាយហើយរយៈពេលបង្រៀនបើយើងបង្រៀនពេញលេងគឺរយៈពេល80បានអង្គុយទេអ្នកគ្រូ80នាទីប៉ុន្តែដោយហេតុនេះយើងបង្រៀនបែបសង្ខេបខ្លីរយៈពេលយើងមានតែ40ទៅ45នាទីទេណាប៉ុន្តែតាមការសង្កេតមើលទៅឃើញអ្នកគ្រូបង្រៀនបានល្អអរគុណសូមអញ្ជើញអ្នកគ្រូអញ្ជើញចូលកន្លែងចុះចាហើយក៏សូមទុកពេលឲ្យ5នាទីសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់ទី2ដែលបានធ្វើការសង្កេតឲ្យដើម្បីពិភាក្សា